បាទជាបឋមសូមគោរពជំរាបសួរដល់ប្រធានមន្ត្រីអប់រំខេត្តសូមគោរពដល់គណៈនាយករងលោកគ្រូទទួលបន្ទុកផ្នែក ICT នៅតាមបណ្ដាសាលាទាំងអស់ទូទាំង20រាជធានីខេត្តបាទចឹងសម្រាប់វីដេអូនេះខ្ញុំចង់ចែករំលែកអំពីរបៀបនៃការរៀបចំទៅលើការវិភាគតាក់ទងនឹងថ្នាក់ដែលយើងបង្រៀនគួបម៉ោងបាទជាទូទៅយើងជួបបញ្ហាជាច្រើនតាក់ទងនឹងការបង្រៀនគួបណាលោកគ្រូគឺអាស្រ័យថានៅតាមសាលាហ្នឹងយើងករណីខ្វះគ្រូហើយអញ្ចឹងយើងត្រូវបរៀនគួបម៉ោងដើម្បីសុំទោសគួបម៉ោងគឺគួបថ្នាក់ហ្នឹងមានន័យថាថ្នាក់កម្រិតទី4ឬក៏កម្រិតទី3គាត់ត្រូវរៀនចូលគ្នាបាទអញ្ចឹងក្នុងពេលតែមួយពេលអញ្ចឹងណាលោកគ្រូដោយឡែកយើងមិនអាចរៀបចំការវិភាគឲ្យគ្រូម្នាក់ហ្នឹងគាត់ទៅបរៀន2ថ្នាក់នៅក្នុងម៉ោងតែមួយបានទេដោយលោកគ្រូដឹងហើយថាយើងមិនអាចបែងភាគបានទេអញ្ចឹងករណីដែលយើងអាចរៀបបាននៅក្នុងពេលបច្ចុប្បន្ននេះមានន័យលោកគ្រូអាចធ្វើការដាក់ការវិភាគឆ្លាស់គ្នាបានអញ្ចឹងដាក់ការវិភាគទៅយើងដាក់របៀបម៉េចចំពោះថ្នាក់គួរបែបហ្នឹងបាទអញ្ចឹងចំណុចទី1នេះនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំគ្រូយើងពីរបៀបនៃការរៀបបាទអញ្ចឹងកុំឲ្យខាតពេលតើយើងត្រូវធ្វើការរៀបចំការវិភាគទាំងអស់គ្នាបាទអញ្ចឹងចំណុចទី1លោកគ្រូចូលមកក្នុងប្រព័ន្ធមកជារួមយើងនឹងឃើញឈ្មោះសាលារបស់យើងបាទនៅខាងលើនេះយើងជាទូទៅអត់ជាបញ្ហាទេបាទខ្ញុំជឿជាក់ថាលោកគ្រូយើងយល់ហើយផ្នែកទាំង4ចំណុចធំៗនេះលោកគ្រូគឺអាចធ្វើការមើលទៅតាមចំណុចនីមួយៗបានអញ្ចឹងជារួមយើងនិយាយទៅលើការវិភាគអញ្ចឹងចំណុចចូលមកដំបូងនេះគឺចូលជើងលើផ្នែកទូទៅស្រាប់អញ្ចឹងលោកគ្រូយើងមើលមកខាងឆ្វេងដៃមកយើងមើលប៊ូតុងការវិភាគនៅខាងក្រោមគេបន្ទាប់ចុងក្រោយគេនេះលោកគ្រូបាទឃើញមានប៊ូតុងការវិភាគអញ្ចឹងចំពោះការវិភាគនេះយើងមាន2ជម្រើសដែរនៅក្នុងការរៀបចំគឺលោកគ្រូអាចរៀបចំតាមការវិភាគបែបកម្រិតបឋមដែលយើងអាចដាក់ម្ដងគ្រូមួយទៅតាមឈ្មោះគ្រូហើយមួយទៀតយើងរៀបតាមរយៈលេខកូដអញ្ចឹងឥឡូវខ្ញុំណែនាំពីរបៀបនៃការរៀបកម្រិតបឋមសិនខ្ញុំផ្ដោតទៅលើកម្រិតបឋមជារួមណាលោកគ្រូបាទអញ្ចឹងឥឡូវនេះយើងចុចមកទៅលើការវិភាគហ្នឹងបាទអញ្ចឹងចំណុចទី1ដើម្បីយើងអាចដាក់ការវិភាគឆ្លាស់គ្នាបានលោកគ្រូត្រូវពិនិត្យមើលថាតើយើងមានថ្នាក់ប៉ុន្មានដែលយើងចង់ដាក់ឧទាហរណ៍ថាឥឡូវយើងយក 7A ខ្ញុំនិយាយចំពោះថ្នាក់បឋមណាលោកគ្រូបាទអញ្ចឹងឧទាហរណ៍ថា 7A ហើយនិង 8A នេះតាមពិតគាត់រៀនតែ1ម៉ោងមកវេនជាមួយគ្នាទេអញ្ចឹងតែយើងដាក់ការវិភាគមិនអញ្ចឹងឧទាហរណ៍ថាឥឡូវយើងចូលមកថ្នាក់មួយមកបាទឥឡូវឧទាហរណ៍ថ្នាក់មួយនេះលោកគ្រូអ្នកគ្រូបាទមរកតនេះបាទគាត់បរៀនទៅលើថ្នាក់មួយនេះអញ្ចឹងគាត់បរៀនវេនព្រឹកអញ្ចឹងប្រកាសជាការវិភាគរបស់គាត់គឺមកពេលព្រឹកនេះគឺជាប់គាត់អស់ហើយបាទទាំងអស់បាទអញ្ចឹងយើងដាក់ការវិភាគមកគឺតាមជាក់ស្ដែងយើងអាចបង្កើតការវិភាគហើយយើងអាច select មកថាគាត់បរៀនតាមហ្នឹងមកព្រឹកណាលោកគ្រូបាទយើងដាក់ការវិភាគមកព្រឹកហ្នឹងមកឧទាហរណ៍ខ្ញុំឧទាហរណ៍មួយណាបាទតែលោកគ្រូគឺដាក់ទាំងអស់មកបាទហ្នឹងឧទាហរណ៍តែខ្ញុំដាក់មុខជាមួយនេះបាទហើយខ្ញុំដាក់បរៀនមួយថ្ងៃមកព្រឹកហ្នឹងគាត់បរៀនពេញអញ្ចឹងនៅក្នុងថ្នាក់មួយនេះមានន័យថាវេនមកព្រឹកហ្នឹងគឺគាត់រៀនពេញហើយគាត់មិនអាចទៅបរៀនថ្នាក់ផ្សេងបានទេប៉ុន្តែវិធីសាស្ត្រមួយទៀតដែលថាគួបគឺនេះលោកគ្រូចូលមកការវិភាគមកលោកគ្រូមកថ្នាក់ B អញ្ចឹងវាមានវេនព្រឹកវាមានវេនរសៀលអញ្ចឹងថ្នាក់ផ្សេងមួយទៀតលោកគ្រូដាក់វេនរសៀលមកអ្វីដែលយើងត្រូវការនោះគឺយើងគ្រាន់តែដាក់ឲ្យមានការវិភាគដើម្បីគាត់យកវត្តមានទេអញ្ចឹងខ្ញុំយកនៅគ្រូមរកតដដែលខ្ញុំយកមុខវិជ្ជាដែលគាត់បរៀនដដែលឧទាហរណ៍ថាភូមិវិទ្យាដដែលថ្ងៃអង្គារប៉ុន្តែខ្ញុំអត់ដាក់ពេលព្រឹកទេបើមិនបើយើងដាក់ពេលព្រឹកលោកគ្រូសេវទៅគេប្រកាសជាប្រាប់ថានេះទិន្នន័យស្មើនេះអត់ត្រឹមត្រូវទេដោយសារគ្រូម្នាក់ហ្នឹងគាត់បរៀននៅថ្នាក់មួយផ្សេងហើយបើឲ្យគាត់ទៅបរៀនថ្នាក់ផ្សេងទៀតប្រកាសជាបរៀនអត់បានបាទអញ្ចឹងដើម្បីយើងអាចដាក់ការវិភាគបានយើងកុំដាក់ពេលព្រឹកបាទថ្នាក់ដែលយើងត្រូវរៀនគួបគ្នាយើងមកដាក់ពេលរសៀលមកឧទាហរណ៍បាទអញ្ចឹងយើងរក្សាទុកទៅលោកគ្រូខេរក្សាទុកបានទេបាទអញ្ចឹងយើងធ្វើដូចគ្នាអញ្ចឹងបាទនឹងចំពោះថ្នាក់គួបបាទអញ្ចឹងវីដេអូនេះគឺខ្ញុំជូនចំពោះលោកគ្រូដែលបរៀនម៉ោងគួបបាទថ្នាក់គួបបាទយើងធ្វើបែបនេះបាទអញ្ចឹងសម្រាប់វីដេអូនៃការរៀបចំការវិភាគទៅលើថ្នាក់គួបគឺមានតែប៉ុណ្្នឹងទេចំពោះលោកគ្រូយើងដែលគាត់មានសំណួរឬក៏ចម្ងល់អាចសាកសួរបន្ថែមទៀតបានបាទសូមគោរពនិងអរគុណ